ជំរាបសួរបងប្អូនទាំងអស់គ្នាមកទៀតហើយជាមួយនឹងគ្រូសាខ្ញុំថ្ងៃនេះហើយថ្ងៃនេះបងប្អូនទាយមើលមកដល់បន្លែឯងពេញកញ្ច្រែងហ្នឹងគឺជាអ្វីដែរបងប្អូនអើយថ្ងៃនេះចង់ញ៉ាំញោមស្ដៅដូច្នេះហើយខ្ញុំរៀបចំដោយខ្លួនឯងនឹងឯងដៃមួយចំហៀនថតដៃមួយចំហៀនទៀតហ្នឹងក៏ធ្វើកាមេរ៉ាហ៊ានរញ៉េរញ៉ៃបន្តិចហើយកុំប្រកាន់អីបងប្អូនទៅតែវត្តហាត់រៀនថតថ្មីដូច្នេះហើយមិនសូវជាជំនាញអីទេហើយញោមស្ដាយខ្ញុំថ្ងៃនេះក៏ងាយស្រួលខ្ញុំប្រើទៅប្រហុកស្រាប់បងប្អូនដែលខ្ញុំធ្វើទៅសម្រាប់បុកល្ហុងណាហើយទៅអំពិលក៏ខ្ញុំមានស្រាប់អញ្ចឹងទៅលាយច្បល់ដាក់ជ្រុំទៅបងប្អូនរសជាតិឆ្ងាញ់សម្រស់មិនសូវបានប៉ុន្តែរសជាតិវាគឺឆ្ងាញ់បងប្អូនទាំងអស់គ្នាហើយខ្ញុំមានដាក់គ្រឿងសមុទ្រមានដាក់អីព្រោះខ្ញុំចូលចិត្តបែបហ្នឹងណាអញ្ចឹងទៅក៏ប្រើប្រាស់ជាមួយនឹងគ្រឿងសមុទ្រសាច់ជ្រូក3ជាន់មានមិត្តមានបង្គាយើងនឹងឯងអរគុណច្រើនចំពោះមិត្តភ័ក្តិក៏ដូចជាបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានរាល់វីដេអូរបស់ខ្ញុំដែលបានផុសទៅជួយ like ជួយ share អរគុណច្រើនសូមឲ្យមានសុខភាពល្អទាំងអស់គ្នា